បាទជម្រាបសួរពុកម៉ែបងប្អូននៅក្នុងវីដេអូនេះខ្ញុំបានសូមធ្វើការបង្ហាញទាក់ទងទៅនឹងដំណាំក្រូបដីដែលលោកពូនៅខាងស្រុកមង្គលបុរីគាត់បានដាំអត្ថប្រយោជន៍នៃដំណាំក្រូបដីមានដូចជាបង្កើនជីវជាតិដីស្តុកសារធាតុចិញ្ចឹមកាត់បន្ថយសំណើមដីគ្រប់គ្រងស្មៅចង្រៃកម្ចាត់ពពួកនេម៉ាតូតបង្កើនប្រាក់ចំណូលបន្ថែមនិងកាត់បន្ថយថ្លៃដើមចង្ក្រានស្វាស្លឹកធំគឺជាប្រភេទដំណាំដែលលូតលាស់លឿនវាអាចលូតលាស់បាន2ម៉ែត្រក្នុងរយៈពេល60ថ្ងៃវាមានសមត្ថភាពក្នុងការផលិតសារធាតុចិញ្ចឹមនៅក្នុងដី10តោនទៅ12តោនលើទំហំផ្ទៃដី1ហិកតាក្នុងមួយវគ្គវាមានឫសប្រវែង 1.5 ម៉ែត្រដែលអាចទាញយកសារធាតុចិញ្ចឹមពីក្នុងដីមកផ្ទៃខាងលើដើម្បីផ្គត់ផ្គង់ដំណាំចម្បងរបស់អ្នកដាំចង្ក្រានស្វាស្លឹកធំនៅដើមរដូវភ្លៀងមុនការដាំដុះដំណាំចម្បងរួមបញ្ចូលជាមួយនឹងដំណាំឈើធំដើម្បីការពង្រឹងគុណភាពដីការដាំបញ្ចូលចង្ក្រានស្វាស្លឹកធំជាមួយដំណាំសំខាន់ធ្វើការដាំដំណាំចង្ក្រានស្វាស្លឹកធំនៅដើមរដូវវស្សាមុននឹងដំណាំចម្បងរបស់អ្នកម្យ៉ាងទៀតអាចធ្វើការដាំវាបញ្ចូលជាមួយដំណាំឈើធំឬដំណាំអចិន្ត្រៃយ៍ផ្សេងទៀតបន្ទាប់ពីរយៈពេល45ថ្ងៃទៅ60ថ្ងៃក្រោយនៃការដាំអ្នកមានជម្រើសពីរសម្រាប់ការដាំកម្ចាត់ស្មៅការរំលំចង្ក្រានស្វាស្លឹកធំដើម្បីបង្កើតសន្តិបក្រាស់នៃជីវម៉ាសដែលកម្ចាត់ស្មៅនិងការពារផ្ទៃដី